សម្រាប់អ្នកនៅរតនគិរីដឹងហើយបើនិយាយពីពាក់ព័ន្ធមួយជំនឿប្រហែលជាអត់សូវមានអ្នកដឹងម៉ានេះប៉ុន្តែពេលនេះខ្ញុំចង់និយាយពាក់ព័ន្ធមួយជំនឿមួយកាលពីខ្ញុំនៅអាយុ12 13ឆ្នាំបាទខ្ញុំនៅរៀនបឋមហ្នឹងពាក់ព័ន្ធជាមួយនឹងគេនិយាយរឿងជាមួយនឹងប្រទាលបឺតឈាមពេលហ្នឹងល្បីខ្ញុំចាំបានថាពេលដែលខ្ញុំនៅចន្លោះអាយុប៉ុណ្ណឹងខ្ញុំស្រាប់ខ្ញុំឮគេល្បីមកមានអារម្មណ៍ថាខ្លាចមានតែអីផងហើយមួយរយៈក្រោយទៀតមកក៏ខ្ញុំឮប៉ាខ្ញុំនិយាយថាពាក់ព័ន្ធមួយនឹងប្រទាលបឺតឈាមដែរប៉ុន្តែវាមិនមែនកើតឡើងនៅក្នុងទឹកដីរតនគិរីទេវាកើតលើនៅក្នុងទឹកដីមណ្ឌលគិរីដែលតាសសហ្នឹងពេលហ្នឹងដូចជាទៅប្លន់ឬទៅលួចគេខ្ញុំអត់ច្បាស់ហើយរឿងហ្នឹងដែលពេលហ្នឹងពីសម័យបែកអាពោតហើយនឹងឆ្នាំណាដែរអត់ដឹងទេតែឮចាស់គាត់និយាយប្រាប់ហើយប៉ាយកពីតាសសហ្នឹងមកនិយាយតឲ្យខ្ញុំស្ដាប់ត្រង់ថាពេលហ្នឹងជិះទូកមកកណ្ដាលទន្លេហើយស្រាប់តែប្រទាលបឺតឈាមហ្នឹងមានអីរបៀបថាដូចគេនិយាយថារបៀបថាដូចវាយំឬវាស្រែកចេកមិនដឹងខ្ញុំអត់ដឹងទេឡើយថងចំណុចហ្នឹងប៉ុន្តែត្រង់ថាកែបគេយកកែបទៅក្នុងហ្នឹងហើយជាកែបមកបេដាក់វាឲ្យស៊ីមួយផ្លែតអស់មួយផ្លែតវាបឺតឈាមអស់មួយផ្លែតវាបឺតឈាមអស់ដល់ពេលមួយអញ្ចឹងអាប្រទាលហ្នឹងឲ្យចង់បានប្រទាលទៅយកពីគេមកហ្នឹងក៏យកអាប្រទាលទាំងអស់ហ្នឹងយកទៅបោះចោលបាត់ហ្នឹងហើយវីដេអូអត់មានវែងមានប៉ុណ្ណឹងខ្ញុំចង់និយាយពាក់ព័ន្ធមួយអីដែលខ្ញុំដឹងហើយវីដេអូក្រោយខ្ញុំនឹងព្យាយាមនិយាយពាក់ព័ន្ធជាមួយនឹងបឹងបរិយព្រោះខ្ញុំអ្នកនៅហ្នឹងបើសិនជាមានរឿងអីដែលខ្ញុំធ្លាប់ជួបហើយខ្ញុំធ្លាប់ជួបពីមុនមកអាហ្នឹងខ្ញុំព្យាយាមនិយាយប្រាប់ឲ្យអ្នកគេដឹងមានរឿងច្រើនណាស់នៅបឹងបរិយនេះហ្នឹងហើយបើសិនជាចូលចិត្តវីដេអូខ្ញុំកុំភ្លេចlike ហើយនឹង share ម្នាក់មួយផងបាយបាយ